យាយព្រមទាំងបងប្រុសហើយនឹងចៅស្រី ចាស្រីចាចុះប្រពន្ធរបស់បងប្រុសទៅណាវាបែកបាក់យូរណាស់ហើយចាគាត់បែកបាក់គ្នាយូរណាស់ហើយអញ្ចឹងកូនបាន3ខែចាកូននឹងនៅខ្ញុំចាំតាចាចុះលោកយាយមានអារម្មណ៍បែបណាដែរដែលមានតែកូនប្រុសមួយជាទីពឹងហើយលោកយាយក៏ចាស់ជរាទៅហើយព្រមទាំងមានចៅស្រីទូចមួយទៀតសម្រាប់នៅក្នុងគ្រួសារពេលបងប្រុសឈឺចឹងតើលោកយាយមានអារម្មណ៍បែបណាមានអារម្មណ៍ការខ្វះខាតយ៉ាងម៉េចដែរខ្ញុំអារម្មណ៍ព្រួយអារម្មណ៍ពិបាកមិនដឹងជារកអីផុតមុខផុតក្រោយហើយបើដូចលោកប្អូនហើយនឹងក្មួយមកចោះជួយចឹងខ្ញុំត្រេកអរជាចាប៉ុនពេកហើយរកអីព្រៀបមិនបានទេចាពួកបានជួយខ្ញុំមែនចាក្រុមការងារមូលនិធិខ្មែរជួយខ្មែរក្នុងគ្រាក្រអសន្នសូមឲ្យពុកម៉ែបងប្អូនសប្បុរសជនលោកយាយលោកតានៅក្នុងស្រុកក្រៅស្រុកក្តីចាសូមមើលទៅនេះជាផ្ទះសម្បែងរបស់គាត់ហើយគាត់មានកូនប្រុសមួយជាទីពឹងឥឡូវប្អូនប្រុសបែរជាឈឺនៅនឹងកទេទៀតហើយអ្នកលោកយាយគាត់អាយុ7ជាងហើយអញ្ចឹងគាត់មានការពិបាកខ្វះខាតនៅជីវភាពមើលផ្ទះចុះយាយរួមយើងមើលពីមុខមកគ្រាន់បើបន្តិចតែដល់ពេលមើលខាងក្រោយនេះពេលភ្លៀងពេលអីយ៉ាងម៉េចដែរភ្លៀងសាច់ពេញទាំងអស់ណែចារបស់គ្មានទេហើយអាធុងនេះក៏ខ្ចីគេកាលដែលវាដួលរវល់ធំមកចាគេមកឈូថាមិនរស់ទេចាបើសិនជាពុកម៉ែបងប្អូនសប្បុរសជនទាំងក្នុងស្រុកក្រៅស្រុកអាណិតសំណោះដល់ប្អូនប្រុសព្រមទាំងលោកយាយនិងក្មួយស្រីដែលជាគ្រួសារទូលគតដែលគ្មានទីពឹងសូមទំនាក់ទំនងតាមលេខទូរស័ព្ទ098 23 03 69និងមួយខ្សែទៀត097 6063 054ចាសូមអាណិតមេត្តាដល់គ្រួសារលោកយាយផងនិងប្អូនប្រុសផងឲ្យគាត់មានថវិកាទៅទិញថ្នាំដង្កូវទៅដើម្បីជាចិញ្ចឹមម្ដាយចាស់ព្រមទាំងកូនស្រីតទៅមុខទៀតតែឥឡូវប្អូនប្រុសគាត់សម្រាកគាត់ឈឺនៅនឹងកទេលកម្រើគុំមិនរួចចាសូមពុកម៉ែបងប្អូនតិចក្តីច្រើនក្តីមេត្តានៅសំណោះដល់ប្អូនព្រមទាំងលោកយាយដើម្បីជួយឲ្យគាត់បានបន្តជីវិតទៅមុខចាសូមអរគុណ